ស្រមរបស់យើង លោកឧរុវិលៈកសបៈយើងមកសុំលោកដើម្បីស្នាក់ក្នុងទីនេះណា យើងកាន់លទ្ធិបូជាភ្លើងចំណែកបុព្វជិតមួយនេះផ្លែកពីលទ្ធិរបស់យើងរឿងអីដែលមកឲ្យស្ដាប់ទៅជាមួយយើងកើតនោះពេលនេះក្នុងទីលាមិនមានទីឲ្យស្ដាប់អាស្រ័យនោះទេសូមលោកទៅរកកន្លែងស្នាក់អាស្រ័យផ្សេងចុះតែយើងសូមដាស់តឿនលោកថាលោកត្រូវធ្វើដំណើរឆ្ងាយបន្តិចណារហូតដល់មាត់ស្ទឹងនេកញ្ចរានេះជាតំបន់រស់នៅរបស់យើងចដិល3នាក់បងប្អូនបរិវេណនេះជាអាស្រមរបស់យើងឧរុវេលកសបៈមានបរិវារ500នាក់នៅមាត់ស្ទឹងបន្តបន្ទាប់គឺជាតំបន់រស់នៅរបស់ប្អូនកណ្ដាលរបស់យើងមានឈ្មោះថាអ្នកទីកសបៈមានបរិវារ300នាក់បន្ទាប់ទៅទៀតជាប្អូនទៅមានឈ្មោះថាកាយាកសបៈមានបរិវារ200នាក់គ្រប់តំបន់គ្រប់ទីឋានមានមនុស្សរស់នៅអស់ហើយ តែយើងល្មមឃើញនៅកន្លែងទំនេរមួយកន្លែងណា កន្លែងណាទៅ ក្នុងរោងបូជាភ្លើងរបស់លោកចូលលោកអនុញ្ញាតឲ្យយើងស្នាក់នៅក្នុងទីនោះផងចុះ លោកអ្នកបួបើលោកស្នាក់នៅក្នុងរោងបូជាភ្លើងរបស់យើងនេះណាយើងក៏មិនរង្គេះចិត្តដែរតែសូមប្រាប់ឲ្យដឹងជាមុនថាក្នុងទីនោះមានស្ដេចនាគកាយសាហាវព្រមទាំងមានពឹសច្រើនទៀតផងយើងខ្លាចក្រែងថាលោកនឹងបានទទួលអន្តរាយយកជីវិតទៅចោលទេណាលោក លោកឧរុវិលៈកសបៈស្ដេចនាគនោះប្រហែលជាមិនបៀតបៀនយើងទេសូមឲ្យតែលោកអនុញ្ញាតឲ្យយើងស្នាក់នៅក៏គ្រប់គ្រាន់បាត់ទៅហើយ បើដូច្នេះពេលនោះសូមលោកស្នាក់នៅតាមសប្បាយចិត្តចុះណាលោកបុព្វជិត ពេលនេះបុព្វជិតនោះលោកប្រហែលជាត្រូវភ្លើងស្ដេចនាងដុតឆេះមាត់អស់ទៅហើយ អូហោបុព្វជិតរូបនេះមានរិទ្ធច្រើនដូចគ្នាតែទោះបីជាយ៉ាងណាក៏ដោយក៏មិនជាព្រះអរហន្តដូចយើងដែរ បុព្វជិតរូបនេះមានអានុភាពច្រើនពិតមែនសូម្បីតែទេវតាទាំងឡាយក៏ផ្លាស់ប្ដូរគ្នាមកស្ដាប់ធម៌រាល់យុគដែរតែទោះបីជាមានឫទ្ធិដូច្នោះមែនក៏មិនមែនជាព្រះអរហន្តដូចជាយើងដែរ
ភ្លៀងធ្លាក់ខ្លាំងរហូតដល់ទឹកជន់តិចអស់បុព្វជិតរូបនេះត្រូវខ្សែទឹកបក់បាត់ទៅហើយទីដឹងហ៎ លោកអាចារ្យលោកអាចារ្យលោកអាចារ្យមើលនោះណោះ បុព្វជិតនេះមានអានុភាពខ្លាំងដល់ម្លឹងណោះហើយតែទោះបីជាយ៉ាងណាក៏មិនមែនជាព្រះអរហន្តដូចជាយើងដែរចដលនេះមានអ្នកប្រកាន់ខ្លួនឯងគិតតែខ្លួនឯងជាព្រះអរហន្តពិតជាមនុស្សរឿងមែនឧរុវេលាកាសបៈផ្លូវបដិបត្តិរបស់លោកមិនមែនជាផ្លូវមគ្គផលទេហេតុដូចម្ដេចបានជាលោកប្រកាន់ខ្លួនឯងថាជាព្រះអរហន្តលោកក៏ហក់ខ្លួនឯងហើយថែមទាំងខកអ្នកដទៃទៀតបានលោកលះបង់ការប្រកាន់ខ្លួនហើយបដិបត្តិតាមពាក្យអវាទរបស់យើងនោះលោកនឹងបានជាព្រះអរហន្តក្នុងពេលមិនយូរទេ អូខ្ញុំព្រះអង្គដឹងខ្លួនខុសហើយសូមព្រះអង្គអនុញ្ញាតឲ្យទូលបង្គំបានជាបុព្វជាហើយសូមបង្រៀនបដៅនៅធម៌ដល់ខ្ញុំព្រះអង្គផង